របៀបចូលទៅឆែកមើលតើមានវីដេអូណាខ្លះដែលជាប់ copyright នៅក្នុង account Facebook ឬក៏នៅក្នុង page សម្រាប់បងប្អូនអរគ្នាដែលផុសវីដេអូរាល់ថ្ងៃមិនដឹងថាមានវីដេអូណាខ្លះដែលជាប់ copyright នោះទេដើម្បីចូលទៅឆែកមើលវីដេអូណាខ្លះដែលជាប់ copyright បានបងប្អូនអរគ្នាចុចចូលកម្មវិធី Facebook ជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់មកវាចេញទម្រង់បែបនេះហើយបន្ទាប់មកគឺបងប្អូនអរគ្នាចុចលើត្រី3ខាងលើខាងស្ដាំដៃហើយបន្ទាប់មកទៀតគឺវាចេញទម្រង់បែបនេះបងប្អូនរៀបបន្ទាប់មកគឺបងប្អូនអរគ្នាចុចលើជំនួយនឹងការគ្រប់គ្រងគឺខ្ញុំបង្ហាញជាភាសាខ្មែរគឺងាយស្រួលក្នុងការធ្វើតែម្ដងពុកម៉ែបងប្អូនហើយបន្ទាប់មកគឺវាចេញទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញទី1ទី2ហ្នឹងគឺបងប្អូនឃើញសញ្ញារូបបេះដូងចុចថាគ្រប់គ្រងបងប្អូនចុចចំកន្លែងហ្នឹងមកមកដល់ចំណុចនេះគឺវាមានចេញអក្សរ2ប្រសិនបើ page ឬក៏ account Facebook របស់បងប្អូនដែលមានជាប់ copyright គឺវាលេចចេញនៅខាងក្រោមអញ្ចឹងបងប្អូនគ្នាចុចចូលខាងក្រោមនឹងមកបន្ទាប់មកប្រសិនបើវាមានជាប់ copyright គឺវាជូនដំណឹងនៅកន្លែងការជូនដំណឹងកន្លែងហ្នឹងហើយបន្ទាប់មកទៀតគឺបងប្អូនចុចពាក្យថាផ្សេងកន្លែងផ្សេងហ្នឹងប្រសិនបើបងប្អូនធ្លាប់ស្នើសុំទៅ Facebook ម្ដងហើយវាលេចចេញកន្លែងហ្នឹងហើយគឺបងប្អូនចុចចូលមកគឺខ្ញុំមានវីដេអូដែលជាប់ copyright បងប្អូនគឺវាលេចចេញមកកន្លែងហ្នឹងតែម្ដងហើយសម្រាប់បងប្អូនដែលឆែកទៅឃើញវីដេអូដែលជាប់ copyright នៅកន្លែងនេះបងប្អូនអាចលុបកន្លែងហ្នឹងក៏បានមួយទៀតគឺបងប្អូនអាចចូលទៅក្នុង account Facebook ឬក៏ page របស់បងប្អូនដែលជាប់ហ្នឹងគឺចូលទៅក្នុងលុបក្នុងហ្នឹងក៏បានដែរគឺបានដូចគ្នាអញ្ចឹងបងប្អូនគ្នាអូខេបងប្អូនគ្នាគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាអាចធ្វើបានទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនជួយ follow like comment share វីដេអូរបស់ខ្ញុំបាទម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូថ្មីបន្តទៀត